និស្សិតមួយរូបយំសោកស្ដាយនៅថ្ងៃទទួលសញ្ញាបត្រដោយសារតែរឿងមួយនេះកាលពីថ្ងៃទី1 ខែឧសភាកន្លងទៅនេះវិទ្យាស្ថាន CEO បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិជូនទៅកាន់និស្សិតចំនួន60រូបតែក្នុងនោះក៏មានការប្រគល់នៅពានរង្វាន់កិត្តិយសផ្សេងៗជូនទៅកាន់និស្សិតផងដែរនិស្សិតគ្រប់រូបចូលរួមជាមួយនឹងសាច់ញាតិអាណាព្យាបាលបងប្អូនយ៉ាងសប្បាយរីករាយដោយសារតែខ្លួនរងចាំនៅថ្ងៃនេះអស់ជាច្រើនឆ្នាំមកហើយការទទួលសញ្ញាបត្រនេះគឺបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងការសិក្សារយៈពេល4ឆ្នាំក្នុងនោះនិស្សិតមួយរូបបែរជាសម្រក់ទឹកភ្នែកយ៉ាងសោកស្ដាយទៅវិញនៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រកំឡុងពេលកម្មវិធីគឺមានពេលមួយដែលនិស្សិតគ្រប់រូបទទួលបានផ្កាឈូកចំនួន2ដើមដើម្បីយកទៅជូនអាណាព្យាបាលក្នុងន័យបង្ហាញពីការដឹងគុណនិងការខិតខំប្រឹងប្រែងរបស់លោកទាំងពីរដើម្បីឲ្យខ្លួនបានបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រនិស្សិតជាច្រើនបានយកផ្កាឈូកនោះទៅជូនឪពុកម្ដាយរបស់ខ្លួននិងបានលុតជង្គង់សំពះនិងធ្វើការដឹងគុណទៅដល់លោកទាំងពីរភ្លាមនោះក៏មាននិស្សិតមួយរូបបានត្រឹមតែយំសម្រក់ទឹកភ្នែកយ៉ាងសោកស្ដាយព្រមទាំងដៃកាន់ផ្កាឈូកទាំងពីរដើមយ៉ាងជាប់ដោយសារតែឪពុកម្ដាយរបស់ខ្លួនចាស់មានជំងឺមិនមានវត្តមាននៅថ្ងៃពិសេសរបស់ខ្លួននំថែជីវិតដូចនេត្រាបោកតែក្រោយលំអងបនឡាយើងនឹងកាន់ដៃដល់ជាមួយគ្នាម៉ែរំពឹងចាំតាមមកខែនិស្សិតអំភ័សដែលមកពីខេត្តកំពង់ធំបានស្រក់ទឹកភ្នែកភ្លាមដោយសារតែឪពុកម្ដាយរបស់ខ្លួនមិនបានចូលរួមនៅថ្ងៃពិសេសរបស់ខ្លួនមិនបានមើលឃើញអំពីការខិតខំក៏ដូចជាលទ្ធផលដែលខ្លួនប្រឹងប្រែងដើម្បីយកទៅជូនឪពុកម្ដាយលើពីនេះនិស្សិតអំភ័សក៏ទទួលបាននៅសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនិងពានអ្នកដឹកនាំវ័យក្មេងឆ្នើមពីវិទ្យាស្ថាន CEO ផងដែរនេះបានបង្ហាញអំពីភាពជាអ្នកដឹកនាំនៅកន្លែងការងារដែលខ្លួនបានចាប់ផ្ដើមប្រឡូកក្នុងវិស័យការងារតាំងពីឆ្នាំទី2មកម្ល៉េះលើពីនេះនិស្សិតអំភ័សក៏បានឡើងថ្លែងចំណាប់អារម្មណ៍របស់ខ្លួនក្រោយទទួលបាននូវលទ្ធផលទាំងនេះក្នុងនោះនិស្សិតអំភ័សបាននិយាយចំថាខ្លួនពិតជាសោកស្ដាយដោយសារថ្ងៃពិសេសរបស់ខ្លួនឪពុកម្ដាយមិនបានចូលរួមបានមើលឃើញផ្ទាល់និងស្ដាប់ផ្ទាល់នៅអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងដើម្បីជូនទៅកាន់ពួកគាត់និស្សិតអំភ័សបាននិយាយទៀតថាការខិតខំប្រឹងប្រែងមួយនេះគឺគោលដៅដើម្បីតបស្នងសងគុណទៅកាន់លោកទាំងពីរយ៉ាងណាមិញលោកក៏នៅតែខិតខំប្រឹងប្រែងបន្តទៅមុខទៀតនិងជូនពរទៅកាន់ឪពុកម្ដាយរបស់ខ្លួនជាផុតពីជំងឺទាំងឡាយនិងមានសុខភាពល្អកម្លាំងមាំមួនដើម្បីជាម្លប់សម្រាប់ខ្លួនផងដែរទោះបីជាគ្មានវត្តមានពុកម៉ែនៅទីនេះប៉ុន្តែកូនដឹងថាពុកម៉ែកំពុងតែរំភើបកំពុងតែរីករាយពីព្រោះកូនបានសម្រេចតាមក្តីបំណងរបស់ពុកម៉ែកូនសូមអរគុណដល់ពុកម៉ែដែលផ្ដល់ជាពន្លឺដល់កូនពុកម៉ែហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីក្តីសុខនិងអនាគតរបស់កូនប៉ុន្តែគួរឲ្យសោកស្ដាយថ្ងៃដែលពុកម៉ែចង់ឃើញនិងចូលរួមអបអរសាទរបំផុតបែរជាគ្មានវត្តមានពុកម៉ែនៅទីនេះកូនចង់ឃើញពុកម៉ែញញឹមហើយចង់ឃើញពុកម៉ែទះដៃអបអរសាទរពេលថ្ងៃដែលកូនឡើងទទួលបញ្ញាបត្រប៉ុន្តែការខិតខំប្រឹងប្រែងដែលជាគោលដៅធំបំផុតគឺដើម្បីពុកម៉ែតែគួរឲ្យស្ដាយដោយហេតុពុកម៉ែមិនអាចអញ្ជើញចូលរួមបានសូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកបានជួយឲ្យពុកឆាប់ជាសះស្បើយពីជំងឺនិងជាម្លប់ឲ្យកូនតទៅមុខទៀតនិងសូមឲ្យម៉ែមានកម្លាំងមាំមួននិងជាឆ្ងាយអំពីជំងឺទាំងពួងស្នាមញញឹមពុកម៉ែគឺជាក្តីសុខរបស់កូនពុកម៉ែគឺជាបេះដូងកូន